បាទសួស្តីអ្នកស្រីថ្ងៃនេះខ្ញុំបានដាក់ចំណីយកពេលកាត់កោលាយចំណីជាមួយសន្ធារបស់ខ្ញុំពេលដែលមកគឺយើងលាយជាមួយកំហុសវាឈឺចាំហើយយើងក៏ឲ្យវាស្រួលធ្វើដោយវាតាមតាមរូបមន្តយើងទាំងអស់ការលាយចំណីដាក់ក្នុងនេះគឺជាចំណីដែលយើងលាយរួចស្អីជាមួយដំណាំហើយយើងដាក់ឲ្យវាស៊ីបែបនេះគឺយើងដាក់តែវាដាក់ថ្នាំដើម្បីឲ្យវាស៊ីប្រកបថាចង់ស៊ីអស់ចឹងវាស៊ីអស់ទៅយើងដាក់ហើយនេះជាវាដាក់ដបគឺយើងដាក់ម្ដងទៅក្នុងទៅដើម្បីធ្វើវាចំណីដែលយើងមិនដាក់ថ្ងៃទៅវាស៊ីអស់ទៅធ្វើដល់យើងដាក់បន្ថែមទៀតដាក់ចាញ់ជាវាយើងដាក់ចំណីគឺយកបានរួចវាច្រើនទៅដល់តែខ្ញុំគឺប្រាប់គឺបងប្អូនដាក់ទឹកសមល្មមចំណីមកមកសមនឹងតាមដែលបងប្អូនត្រូវដាក់ទៅចង់ឲ្យវាចូលដាក់ចំណីសម្រាប់ចូលត្រាំទីបំផ្លែហើយជើបងប្អូនលាយចំណីរបស់ចំណីហើយក៏វាប៉ះពាល់ទៅដល់គុណភាពថ្នាំពោះធម្មតាថ្នាំតែយើងដាក់នៅចំថ្ងៃវាបណ្ដាលឲ្យមាន់យើងមានបញ្ហាវិញអញ្ចឹងនឹងដូចជាគេនិយាយថាថ្នាំវាជាអាវុធមុខពីរវាអាចព្យាបាលក៏អាចធ្វើឲ្យមាន់យើងងាប់ជាយថាហេតុក៏ថាបានដែរហើយរបៀបដែលខ្ញុំដាក់ថ្នាំនោះគឺដំបូងបងប្អូនទៅដាក់ទឹកសិនដាក់ទឹកហើយដាក់ចំនួនថ្នាំទៅតាមបរិមាណទឹកដែលបងប្អូនវាស់ទៅតាមកម្រិតថ្នាំដែលយើងដាក់ហើយចាំបងប្អូនយកចំណីសម្រាប់ដែលទិញពីក្រុមហ៊ុនហ្នឹងយកទៅត្រាំឲ្យវារៀងរីកបន្តិចហើយចាំបងប្អូនលាយចំណីគួបផ្សំជាមួយវា